បើកូនណាល្វាងឧស្សាហ៍ព្យាយាម កូនអ្នកមានបនហើយបនហ្នឹងអត់រត់ចោលយើងទេឧទាហរណ៍ថាយើងប្រឹងប្រែងតស៊ូព្យាយាមកូនហ្នឹងមនុស្សល្អទេវតាមនុស្សស្រឡាញ់ថែអាសាជួយហ្មងហើយបើខ្ជិលអញពឹងឯងបានទេមើលទៅមិនបាច់ទេវតាណាមកដាក់តនាយទេចឹងហ្នឹងគាត់ណាប៉ុន្តែបើថាកូននឹងល្អត្រឹមត្រូវចេះដឹងទុកតរៈម៉ែអើយអញពឹងវាឲ្យមើលទៅដូចថាអ្នកនៅក្បែរហ្នឹងដឹងជាងដឹងច្បាស់ជាងគេទៀតហើយយើងសាងពូជអញ្ចឹងដល់ពេលកូនចៅយើងមកក៏គាត់ធ្វើអញ្ចឹងដាក់យើងវិញដែរអញ្ចឹងគាត់ណាហ្នឹងហើយអាត្មាធ្លាប់នៅពីក្មេងក៏អាយុប៉ុន្មានដែរ15ណែវ័យប៉ុណ្ណេះនៅកំពុងរៀងពិបាកបន្តិចប៉ុន្តែអាត្មាកាលពីអាយុប៉ុណ្ណឹងម្ដាយអាសាបើកធរឲ្យស្ដាប់ពីដើមយើងមិនសូវមានសម្បូរធរណាយើងបើកតែប៉ុស្តិ៍វិទ្យុតែមែនញោមណាហើយស្ដាប់ទៅដំបូងអន់ចិត្តរឿងយើងកូនអ្នកស្រែត្រូវមើលគោច្រូតស្មៅអូវេទនាក្តៅផងអីផងប៉ុន្តែដល់ពេលស្ដាប់ទៅគិតថាគិតទៅម៉ែឪខំចំយើងហត់នឿយណាតាំងពីទូចមកប្រហែល10ឆ្នាំហើយឥឡូវយើងមិនទាន់បានសងគុណគាត់អីផងហ្នឹងហើយយើងគិតតែពីទៀមទាមែនទេបងប្អូនណាហើយបើទៀមទាមិនបានខឹងគាត់ទៀតតូចចិត្តប្រៀបធៀបហៅមើលម៉ែគេចឹងគេអ្នកផ្សារគេមានម៉ូតូជិះគេមានឯងជិះកង់កាចាស់អត់ទាំងមានញោមពីដើមគេជិះកង់កាចាស់ដាក់អីគេអាឌីណាម៉ូញោមមែនទេនៅស្រុកស្រែអត់ទាំងមានឌីណាម៉ូដាក់ជិះធ្លាក់កលុកយប់ទៅរៀនអើយដល់ពេលស្ដាប់ធម៌ទៅយល់ឥឡូវផ្ទុយពីយើងអន់ចិត្តយើងរៀនគិតថាឥឡូវធំប៉ុណ្ណឹងហើយយើងជួយអីម៉ែបានដូរអញ្ចឹងវិញណាហើយដល់អញ្ចឹងអាគំនិតហ្នឹងទៅជាគំនិតបនវិញកូនយល់ទេកូនយល់ទេបើគំនិតមុនគំនិតបាបគំនិតតូចចិត្តហ្នឹងដល់ពេលអញ្ចឹងចាប់ផ្ដើមថាអញទៅធ្វើការនេះអាត្មាលក់ទិញស្រូវកិនអង្គដឹកអង្គយកទៅលក់នៅផ្សារអត់មានអីមេដប់វាមានកង់ដប់ទេប៉ុន្តែក្នុងចិត្តហ្នឹងតាំងចិត្តថាធ្វើម៉េចដើម្បីជួយសម្រាលការលំបាករបស់ម្ដាយបាទពុកពោះអាត្មាបងប្អូន9នាក់ច្រើនណាញោមអញ្ចឹងត្រូវជួយបើមិនអញ្ចឹងទេធ្វើម៉េចបើបងប្អូនច្រើនអញ្ចឹងអាហ្នឹងគេហៅថាបុណ្យណានិយាយនេះមិនមែនលើកខ្លួនឯងទេកូនប៉ុន្តែនិយាយថាឥឡូវយើងកើតជាមនុស្សមកហើយបុណ្យយើងមានប៉ុណ្ណឹងយើងកើតមួយម៉ែយើងហ្នឹងបើយើងមានបុណ្យច្រើនកើតកូនមហាសេដ្ឋីបាត់ហើយមិនមកនៅមួយម៉ែយើងនឹងទេប៉ុន្តែឥឡូវយើងធ្វើមិនបុណ្យយើងមានប៉ុណ្ណឹងហើយគុណអរគុណម៉ែហើយដែលខំអីខ្ញុំខំអីខំមើលថែចាំចង់ងាប់ចង់រស់មកបានប៉ុណ្ណឹងហើយកូនខ្លះមើលមិនឃើញទៅមើលទោសគាត់វិញមែនទេញោមណាទៅចាប់កំហុសហេតុអីបកើតខ្ញុំហើយមិនមានអីខ្ញុំចិញ្ចឹមខ្ញុំអញ្ចឹងទេវាមាននេះកូនខ្លះអាត្មាគួរឲ្យនឹកមិនឃើញទេញាតិញោមកូននឹងទៅប្តឹងម៉ែទៅប្តឹងឪថាហេតុអីបានបកើតខ្ញុំមកខ្ញុំអត់មានសុំមកកើតណាមិនក៏មកបកើតខ្ញុំមកប្តឹងតុលាការញាតិញោមហើយតុលាការស្ដីឲ្យទេដូចថាមនុស្សនោះវាក៏ងឹតឈឹងបដ ாய் ណាដូចថាកូននឹងកើតមកវាមិនត្រូវមានការទទួលខុសត្រូវមែនទេញាតិញោមរឿងរាវនេះនោះអញ្ចឹងទៅគាត់ពិបាកមិនដឹងធ្វើម៉េចទៅប្តឹងតុលាការវិញទៅអាហ្នឹងមនុស្សអត់មានសមាទិដ្ឋិកតញ្ញូអីសោះទៅដល់អញ្ចឹងតុលាការគេពយល់ប្រាប់ទឹកចិត្តឪពុកម្ដាយអីយើងធ្វើម៉េចមានពីណាទៅទប់អាវាលវត្តដល់សង្សារហ្នឹងបានណាញាតិញោមណាហ្នឹងហើយយើងមិនកើតមួយម៉ែហ្នឹងក៏ទៅកើតជាមួយម៉ែណាផ្សេងដែរមែនទេចឹងញាតិញោមណាដល់ហើយយើងទៅបន្ទោសពីណាបើកម្មវារុញមកឲ្យវិលកង់អញ្ចឹងអនុមោទនា